ចានិយាយទៅបងប្អូនបើសិនជាយើងមកពីធ្វើការនឿយហត់អស់កម្លាំងអីយើងបានស្លសម្លស្លឹកបាសមួយឆ្នាំងនេះញ៉ាំធានាថាវានឹងឆាប់ផ្ដល់ថាមពលឲ្យយើងភ្លាមតែម្ដងពីព្រោះថាស្លឹកបាសវាគឺជាប្រភេទបន្លែធម្មជាតិបងប្អូនដែលយើងមិនចាំបាច់ប្រើប្រាស់គីមីក៏អាចលូតលាស់បានល្អដែរចាអញ្ចឹងឥឡូវបងប្អូនមកដឹងពីរបៀបនៅក្នុងការស្លទាំងអស់គ្នាណាចាជាដំបូងឡើយខ្ញុំចាប់ផ្ដើមយកសាច់មកហាន់ជាចម្រៀកតូចចាចំពោះផ្នែកសាច់គឺខ្ញុំប្រើប្រភេទសាច់ជ្រូកហើយបងប្អូនអាចជ្រើសរើសយកសាច់ណាដែលជាប់ខ្លាញ់ដូចជាសាច់ស្មាមុខក៏បានសាច់3ជាន់ក៏បានឬក៏ប្រភេទសាច់ឆៃឡាងក៏បានដែរក្រោយពីខ្ញុំហាន់ជាចម្រៀកតូចហើយបន្ទាប់មកខ្ញុំចាប់ផ្ដើមធ្វើការចិញ្ច្រាំឲ្យម៉ត់បងប្អូនបើសិនជាបងប្អូនអត់មានពេលទេបងប្អូនអាចធ្វើការប្រើម៉ាស៊ីនកិនក៏បានដែរដើម្បីឲ្យលឿនណាចាដោយសារតែខ្ញុំមានពេលគឺខ្ញុំសុខចិត្តចិញ្ច្រាំទៅចាពីព្រោះអីដោយសារតែយើងមានពេលវេលាវាច្រើនដែរអញ្ចឹងណាអញ្ចឹងក្រោយពីសាច់ម៉ត់ហើយខ្ញុំក៏ដួសសាច់ដាក់ចានហើយខ្ញុំចាប់ផ្ដើមធ្វើការវាយគ្រឿងបន្ថែមដូចជាខ្ញុំដាក់ប៊ីចេងមួយចុងស្លាបព្រាបាយស្ករសមួយចុងស្លាបព្រាបាយហើយនឹងដាក់ទឹកត្រីបន្តិចអំបិលមួយចុងស្លាបព្រាកាហ្វេហើយបន្តមកទៀតខ្ញុំដាក់ម្រេចចូលមួយចុងស្លាបព្រាកាហ្វេក្រោយមកខ្ញុំធ្វើការច្របល់សាច់ហើយនឹងគ្រឿងហ្នឹងឲ្យចូលជាតិគ្នាហើយក្រោយមកទៀតខ្ញុំក៏ចាប់ផ្ដើមធ្វើការវាយប្រហិតត្រីឆ្លាតចំពោះបងប្អូនស្លសម្លនេះទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនមិនចាំបាច់ដាក់ប្រហិតក៏បានដែរឬបើបងប្អូនមានបងប្អូនអាចបន្ថែមមុខនេះមួយទៀតទៅគឺវាធ្វើឲ្យស្លរបស់យើងបង្កើនរសជាតិកាន់តែឆ្ងាញ់ណាអញ្ចឹងចំពោះផ្នែកប្រហិតខ្ញុំដាក់គ្រឿងដូចគ្នាដាក់តែប៊ីចេងបន្តិចទៅស្ករសបន្តិចហើយនឹងអំបិលបន្តិចទៅបានទេបងប្អូនចាហើយក្រោយមកទៀតយើងធ្វើការប៉ាល់ប្រហិតនឹងឲ្យលាងឡើងតឹងដៃបន្តិចដើម្បីឲ្យប្រហិតយើងឡើងស្អិតណាខ្ញុំក៏ចាប់ផ្ដើមធ្វើការលាងសម្អាតបន្លែដែលជាប្រភេទស្លឹកបាសហើយវាក៏ជាប្រភេទបន្លែធម្មជាតិដែរបងប្អូនចាហើយមូលហេតុអ្វីបានខ្ញុំហ៊ានថាជាប្រភេទបន្លែធម្មជាតិដោយសារតែបន្លែនេះខ្ញុំទៅតែទទួលបានពីអ្នកជិតខាងដែលគាត់បានជូនខ្ញុំណាចាហើយខ្ញុំក៏សម្រេចចិត្តនៅក្នុងការស្ងោរស្លឹកបាសជាមួយនឹងប្រហិតត្រីឆ្លាតតែម្ដងបងប្អូនចាអញ្ចឹងខ្ញុំប្រកាសថាប្រភេទបន្លែនេះគឺគ្មានគីមីទេអញ្ចឹងខ្ញុំលាងប្រហែលជា3ទៅ4ទឹកដែរបងប្អូនចាតែបើសិនជាបងប្អូនទិញពីផ្សារមកបងប្អូនអត់ច្បាស់បងប្អូនអាចប្រើជាទឹកសម្អាតបន្លែក៏បានឬក៏បងប្អូនអាចប្រើអំបិលបន្តិចដើម្បីយើងលាងសម្អាតក៏បានដែរបងប្អូនចាដើម្បីឲ្យយើងច្បាស់ថាបន្លែយើងលាងទៅស្អាតណាហើយរួចរាល់ហើយខ្ញុំក៏ចាប់ផ្ដើមធ្វើការស្លអញ្ចឹងដោយសារតែទឹកយើងបានពុះហើយអញ្ចឹងឥឡូវខ្ញុំចាប់ផ្ដើមធ្វើការដាក់សាច់ដែលយើងបានចិញ្ច្រាំរួចមុននឹងបន្តិចហ្នឹងចូលទៅក្នុងឆ្នាំងណាចាអញ្ចឹងខ្ញុំបានដាក់ចូលហើយបន្ទាប់មកទៀតខ្ញុំធ្វើការច្របល់ទឹកហើយនឹងសាច់ហ្នឹងឲ្យរាងចូលជាតិគ្នាបន្តិចទៅខ្ញុំធ្វើការគ្របឲ្យរាងពុះហើយបន្ទាប់មកទៀតខ្ញុំក៏ចាប់ផ្ដើមធ្វើការដាក់ប្រហិតត្រីឆ្លាតចូលនិយាយរួមទៅវិធីនៅក្នុងការស្លគឺលឿនទេបងប្អូនដោយសារតែយើងបានធ្វើការផ្សំគ្រឿងមុននឹងបន្តិចរួចរាល់ណាចាហើយខ្ញុំដាក់ដុំខ្នុរមួយដុំទៅហើយបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមដាក់ប្រហិតចូលចំពោះផ្នែកប្រហិតបងប្អូនអាចយកស្ពាចុចដូចខ្ញុំអញ្ចេះក៏បានបងប្អូនអាចមូលក៏បានឬក៏បងប្អូនអាចប្រើជាមួយនឹងវិធីសាស្ត្រអ្វីក៏បានដែរឲ្យតែបងប្អូនគិតថាស្រួលណាចាតែដោយសារតែខ្ញុំស្លជាលក្ខណៈគ្រួសារអញ្ចឹងខ្ញុំប្រើស្ពាចុចទៅលឿនជាងហើយបន្ទាប់ពីខ្ញុំដាក់ប្រហិតរៀងរួចរាល់អស់ហើយខ្ញុំធ្វើការគ្របរងាស់រៀងឡើងពុះបន្តិចហើយខ្ញុំចាប់ដើមវាយគ្រឿងចូលបន្ថែមត្រង់ចំណុចនេះបងប្អូនអាចភ្លក់មើលសិនទៅបើសិនជាបងប្អូនស្ទើអីបងប្អូនអាចដាក់បន្ថែមទៅតាមនឹងទៀតណាបងប្អូនអញ្ចឹងដោយសារខ្ញុំភ្លក់ទៅស្ទើប៊ីចេងចាស្ទើអំបិលបន្តិចហើយនឹងស្ករសបន្តិចទឹកត្រីបន្តិចឥឡូវខ្ញុំបានដាក់រួចរាល់ហើយបងប្អូនកុំភ្លេចដាក់ម្រេចបន្តិចផងហើយបន្តមកទៀតខ្ញុំក៏ចាប់ផ្ដើមដាក់បន្លែចូលខ្ញុំក៏ចាប់ផ្ដើមច្របល់បន្លែរៀងចូលគ្នាទុនបន្តិចទៅចាហើយខ្ញុំក៏ចាប់ផ្ដើមដាក់ស្អំចូលចុងក្រោយអញ្ចឹងសម្រាប់បងប្អូនណាដែលគាត់អត់ចេះញ៉ាំស្អំមិនចាំបាច់ដាក់ក៏បានដែរតែដោយសារតែខ្ញុំចូលចិត្តញ៉ាំស្អំជាមួយនឹងស្ងោរស្លឹកបាសនេះគឺវាធ្វើឲ្យសម្លយើងបង្កើនរសជាតិកាន់តែឆ្ងាញ់ចាហើយបន្តមកទៀតសម្លយើងក៏បានឆ្អិនដែរបងប្អូនហើយខ្ញុំក៏ដាក់ស្លឹកខ្ទឹមចូលចុងក្រោយចាដោយសារស្លឹកបាសយើងវាមានជាតិទន់ណាស់អញ្ចឹងយើងមិនចាំបាច់ធ្វើការរំងាស់យូរទេបងប្អូនចារំងាស់យូរអត់ឆ្ងាញ់ទេណាចាអញ្ចឹងដាក់ត្រឹមតែ1ពុះទៅបានហើយគឺសម្លយើងបានឆ្អិនអស់ហើយចាអញ្ចឹងអរគុណច្រើនសម្រាប់ការចូលរួមទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់អរគុណជម្រាបលា